មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកក្រុងបញ្ចូលក្រុមហ៊ុនធំៗរបស់ចិនចំនួន3រួមមាន Alibaba, Baidu និង BYD ចូលទៅក្នុងបញ្ជីក្រុមហ៊ុនចិនមានទំនាក់ទំនងនឹងយោធាយោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg បានបង្ហាញថាក្រសួងការពារជាតិសហរដ្ឋអាមេរិកបានផ្ដល់អនុសាសន៍ឲ្យបន្ថែមក្រុមហ៊ុនធំៗរបស់ចិនចំនួន3រួមមាន Alibaba Group, Baidu និង BYD ចូលទៅក្នុងបញ្ជីក្រុមហ៊ុនចិនពាក់ព័ន្ធទៅនឹងយោធាស្ថិតនៅក្រោមបញ្ជីច្បាប់ Section 1260H នេះបញ្យងទៅតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ការផ្ដល់យោបល់ដោយខាងលើគឺត្រូវបានរៀបចំក្នុងលិខិតមួយដែលចុះនៅថ្ងៃទី7ខែតុលាដោយអនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិអាមេរិកគឺលោក Stephen Feinberg ហើយបានបញ្ជូនទៅក្រុមមេដឹកនាំសភាអាមេរិកពលគឺធ្វើឡើង3សប្តាហ៍មុនពេលប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping យល់ព្រមទៅលើកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មក្រៅពីក្រុមហ៊ុនធំទាំង3នេះមន្ទីរបញ្ចកោណអាមេរិកក៏បានលើកឈ្មោះក្រុមហ៊ុនចិនចំនួន5ផ្សេងទៀតសម្រាប់ការពិចារណាបញ្ចូលបន្ថែមគឺរួមមាន Coatling Technology, Hao Hong Semiconductor, Robosense Technology, WCF Tech និង Zhuji Innolineបញ្ជីច្បាប់ Section 1260H គឺជាបញ្ជីផ្លូវការដែលសហរដ្ឋអាមេរិកប្រើដើម្បីកំណត់ក្រុមហ៊ុនចិនដែលត្រូវបានចោទថាមានផ្ដាល់ជំនួយឬទំនាក់ទំនងជាមួយយោធាចិនការមានឈ្មោះក្នុងបញ្ជីនេះមិនមានន័យថានាំឲ្យមានទណ្ឌកម្មផ្លូវច្បាប់ភ្លាមទេប៉ុន្តែធ្វើឲ្យមានហានិភ័យក្នុងការវិនិយោគនិងកំពុងបង្កើនការយកចិត្តទុកដាក់ពីភាគីអាមេរិកក្រុមហ៊ុន Alibaba បានឆ្លើយតបថាការបញ្ចូលឈ្មោះរបស់ខ្លួនក្នុងបញ្ជីនេះគឺគ្មានមូលដ្ឋាននិងថាក្រុមហ៊ុនមិនមែនជាក្រុមហ៊ុនយោធាចិនឬជាផ្នែកនៃយុទ្ធសាស្ត្រ Military Civil Fusion នោះទេ Alibaba បន្ថែមថាបើទោះបីជាត្រូវបានបញ្ចូលជាផ្លូវការក៏មិនមានភាពអវិជ្ជមានចំពោះអាជីវកម្មរបស់ខ្លួនឡើយយ៉ាងណាមិញសម្រាប់ក្រុមហ៊ុន Baidu និង BYD គឺមិនទាន់មានការឆ្លើយតបទៅនឹងរបាយការណ៍ខាងលើទេគួរជម្រាបផងដែរថាបញ្ជី Section 1260H ត្រូវបានប្រើជាឧបករណ៍សំខាន់មួយក្នុងការត្រួតពិនិត្យក្រុមហ៊ុនចិនដែលអាចចូលរួមនៅក្នុងបច្ចេកវិទ្យាយោធាឬសហការតាមរយៈបច្ចេកវិទ្យាកន្លងទៅក្រុមហ៊ុនធំដូចជា Tencent និង CATL ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះហើយបង្កឲ្យមានផលប៉ះពាល់លើតម្លៃភាគហ៊ុននិងទំនាក់ទំនងអាជីវកម្មជាច្រើនផងដែរ